សួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំសាជាថ្មីម្ដងទៀតនៅពីបច្ចេកទេសដែលប្រើប្រាស់ក្នុងវិស័យសំណង់ជាភាសាចិនថ្ងៃនេះខ្ញុំនឹងបន្តប្រាប់ពាក្យទៅមុខទៀតសង្ឃឹមថាអ្នកទាំងអស់គ្នារំលឹកពាក្យចេះអាននិងចេះសរសេរទាំងអស់គ្នាតោះឥឡូវយើងចាប់ផ្ដើមប្រាប់ពាក្យទៅមុខទៀតពាក្យទី1នោះយើងអានថាទៀវចុងជីទៀវចុងជីឬក៏ម្យ៉ាងទៀតយើងអាចនិយាយបានថាសឹងឈីជាភាសាអង់គ្លេសបានន័យថា white ឬក៏យើងបកជាភាសាខ្មែរបានន័យថា control យោងពាក្យបន្តមកទៀតនោះគឺជឺឆឹងជាភាសាអង់គ្លេសបានន័យថា bracing ឬក៏យើងបកជាភាសាខ្មែរថាចាំជ្រែងកន្លែងនេះយើងអាច search ពាក្យ bracing ទាក់ទងនឹងវិស័យសំណង់ក្នុង Google ឬក៏អីបានបើយើងអត់យល់ពាក្យថាចាំជ្រែងនឹងបានន័យថាម៉េចពាក្យបន្តមកទៀតនោះគឺជឺជាប់ឬក៏យើងអានយ៉ាងទៀតថាជឺជាក់ជាភាសាអង់គ្លេសបានន័យថា support ដែលយើងបកជាភាសាខ្មែរគឺជើងទម្រឬក៏ទម្រនឹងឯងពាក្យបន្តមកទៀតគឺ fan burn ឬក៏យើងអានយ៉ាងទៀតថាមួជាជាភាសាអង់គ្លេសមានន័យថា founder ឬក៏យើងបកជាភាសាខ្មែរប្រែថាពុំពាក្យបន្តមកទៀតនោះគឺទៀនធីជាភាសាអង់គ្លេសបានន័យថា elevator ឬក៏យើងបកជាភាសាខ្មែរបានន័យថាជណ្ដើរយន្តហ្នឹងហើយពាក្យយើង